សាបជាប់ទំនាក់ទំនងនៃក្តីស្រឡាញ់តាំងពីនៅក្នុងពោះម្ដាយលោកប៉ាអ្នកម៉ាក់ដឹងអត់ទំនាក់ទំនងរវាងម្ដាយកូននិងប៉ាគឺមានទំនាក់ទំនងគ្នាតាំងពីនៅក្នុងពោះម្លេះទីរក់គឺត្រូវការខ្លាំងបំផុតនៅសម្លេងរបស់លោកប៉ាព្រោះសម្លេងលោកប៉ាបានផ្សារភ្ជាប់នៅក្តីស្រឡាញ់ចំឡុងពេលដែលអ្នកម៉ាក់កំពុងតែមានផ្ទៃពោះការដែលលោកប៉ាក៏ដោយអ្នកម៉ាក់ក៏ដោយបានស្ទាបអង្អែលពោះរបស់ខ្លួនហើយនិយាយជាមួយនឹងកូនរបស់ខ្លួនភាសាទាំងអស់នោះវាមិនត្រឹមតែជាសម្លេងទេប៉ុន្តែវាជារលកនៃធម៌ពលដែលកូនទទួលបានយ៉ាងពិតប្រាកដកូនទទួលបាននឹងចងចាំនៅអ្វីដែលលោកប៉ានិងអ្នកម៉ាក់បានប្រូក្រាមឬក៏បានបញ្ចូលហើយវាជាពេលវេលាដ៏សំខាន់ដែលលោកប៉ាម្នាក់ៗផ្សេងៗតែងតែមើលរំលងហើយអត់យល់ពីចំណុចនេះព្រោះការដែលយើងនិយាយជាមួយកូនហ្នឹងគាត់គេងលក់ស្រួលគាត់មានអារម្មណ៍ល្អគាត់មានអារម្មណ៍រីករាយកូននៅក្នុងពោះរបស់ម៉ាក់ហ្នឹងក៏មានអារម្មណ៍ stress មានអារម្មណ៍ខិតទុកនឹងពិបាកចិត្តដែរដូចតែគេនិយាយថាពេលម៉ាក់យំកូនក៏យំពេលម៉ាក់គេងអត់លក់កូនក៏គេងអត់លក់ពេលម៉ាក់រីករាយកូនក៏រីករាយអញ្ចឹងអារម្មណ៍ក្តីសុខក្តីស្រឡាញ់ដែលលោកប៉ាអ្នកម៉ាក់បានបញ្ជូនទៅឲ្យកូនគឺវាមានចំណែកខ្លាំងធំធេងមែនទែននៃការលូតលាស់និងវិវត្តនៃប្រព័ន្ធរាងកាយប្រព័ន្ធប្រសាទនិងប្រព័ន្ធខួរក្បាលរបស់កូនវាធ្វើឲ្យកូនយើងជាកូនមួយដែលពោពេញទៅដោយសុខភាពល្អហើយមួយទៀតគឺបញ្ញាស្មារតីនិងភាពវិជ្ជមានបើសិនជាឪពុកម្ដាយបញ្ចូលនៅភាពវិជ្ជមាននិងក្តីស្រឡាញ់ច្រើនទៅដល់កូនអញ្ចឹងសូមកុំធុញឬកុំគិតថានិយាយមួយកូនច្រើនទៀបមួយកូនច្រើនអែលលេងមួយកូននឹងរំខានកូនមិនមែនទេនេះគឺជាអ្វីដែលទីរក់ត្រូវការបំផុតហើយពេលវេលាដ៏ល្អគឺពេលវេលាមុនពេលចូលគេងលោកប៉ាអ្នកម៉ាក់ត្រូវតែលេងជាមួយកូនហើយនិយាយនៅអ្វីដែលយើងចង់និយាយដូចជានិយាយថាកូនសុខភាពល្អកូនស្អាតកូនឆ្លាតកូនកើតមកស្រួលកូនជាមនុស្សអស្ចារ្យរបស់គ្រួសារអញ្ចឹងនិយាយអីក៏បានដែរឲ្យថាភាសានឹងជាភាសាល្អតែហាមដាច់ខាតកុំនិយាយភាសាមិនល្អពេលដែលទីរក់នៅក្នុងផ្ទៃរបស់ម្ដាយដូចគ្នាអញ្ចឹងវីដេអូនេះគឺល្អបំផុតហើយក៏ជាវិទ្យាសាស្ត្រមួយដែលគេបានដកពិសោធន៍ពីចិត្តសាស្ត្ររបស់ទីរក់និងការបញ្ជូនរបស់ម្ដាយនិងលោកប៉ាឡងពេលមានផ្ទៃពោះដែរកុំភ្លេចណា share វីដេអូនេះព្រោះវីដេអូនេះគឺល្អខ្លាំងមែនទែនហើយគឺជាការផ្ដល់ឲ្យដោយក្តីស្រឡាញ់ពីអ្នកគ្រូសៃពៅដែលចង់ឲ្យឃើញកូនមានខួរក្បាលអច្ឆរិយៈទាំងពីនៅក្នុងផ្ទៃរបស់ម្ដាយម្លេះ